ឯកឧត្តមវិជ្ជបណ្ឌិតអង្គសម្បូរប្រធានក្រុមការងារបោះឆ្នោតគណៈបកហ៊ុនស៊ិនប៉ិចរាជធានីភ្នំពេញនិងជាអគ្គលេខាធិការប្រតិបត្តិគណៈបកបានដឹកនាំកិច្ចប្រជុំមន្ត្រីក្រមអាវ៉ាតដើម្បីត្រួតពិនិត្យសកម្មភាពការងារប្រចាំខែឧសភាឆ្នាំ2025កិច្ចប្រជុំបានលើកឡើងនូវរបៀបវារៈជាសំខាន់ពីរទី1ស្ដីអំពីវឌ្ឍនភាពរចនាសម្ព័ន្ធប្រតិបត្តិសង្កាត់និងបេក្ខជនសង្កាត់និងទី2របាយការណ៍ស្ដីពីការដាក់ភ្នាក់ងារសង្កេតការណ៍ដើម្បីពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025នៅក្នុងឱកាសនេះឯកឧត្តមវិជ្ជបណ្ឌិតអង្គសម្បូរបានផ្ដល់អនុសាសន៍ណែនាំដល់មន្ត្រីទាំងអស់ឲ្យបន្តពង្រឹងសកម្មភាពការងារនិងសាមគ្គីភាពគ្នាល្អដើម្បីដង្ហែជុំវិញព្រះអម្ចាស់នរោត្តមចក្រខាវុឌ្ឍព្រះប្រធានឆ្ពោះទៅកាន់ជោគជ័យបន្ថែមទៀតនាពេលខាងមុខកិច្ចប្រជុំបានប្រព្រឹត្តទៅនៅថ្ងៃទី24ខែឧសភាឆ្នាំ2025នៅអគ្គលេខាធិការដ្ឋានគណៈបកហ៊ុនស៊ិនប៉ិចរាជធានីភ្នំពេញថ្ងៃទី25ខែឧសភាឆ្នាំ2025សហជីវិនសុកច័ន្ទក្រឹស្នាឧត្តមប្រឹក្សាជាន់ខ្ពស់គណៈបកហ៊ុនស៊ិនប៉ិចបានចុះជួបសំណេះសំណាលនិងទទួលស្វាគមន៍ដល់សមាជិកសមាជិកាជាច្រើនរូបដែលបានចូលរួមជីវភាពនយោបាយជាមួយគណៈបកហ៊ុនស៊ិនប៉ិចក្នុងមូលដ្ឋានសង្កាត់ច្រាំងចម្រេះទី2ខណ្ឌរិស័យកែវរាជធានីភ្នំពេញឆ្លៀតក្នុងឱកាសនេះសហជីវិនបាននាំយកនៅព្រះបណ្ដាំដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គម្ចាស់នរោត្តមចក្រខាវុឌ្ឍព្រះប្រធានគណៈបកនៅព្រះតីនឹករលឹកនិងសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតជូនចំពោះសមាជិកសមាជិកាដែលបានចូលរួមទាំងអស់សហជីវិនបានណែនាំផងដែរដល់សមាជិកសមាជិកាគណៈបកឲ្យជួយរំលឹកដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អក្នុងសង្គមជាតិគណៈបកហ៊ុនស៊ិនប៉ិចខេត្តតាកែវដឹកនាំដោយឯកឧត្តមយ៉ាន់សវណ្ណាក្នុងសប្តាហ៍ទី3ខែឧសភានេះបានបង្កើនសកម្មភាពរបស់ខ្លួនយ៉ាងសកម្មក្នុងនោះបានដឹកនាំកិច្ចប្រជុំរចនាសម្ព័ន្ធស្រុកអង្គរបូរីបូកសរុបការងារប្រចាំខែចុះសួរសុខទុក្ខសំណេះសំណាលជាមួយមន្ត្រីគណៈបកតាមឃុំក្នុងស្រុកត្រាំកក់ចុះលើកស្លាកនៅទីស្នាក់ការកណ្ដាលគណៈបកឃុំស្រែរនងក្នុងស្រុកត្រាំកក់បានរៀបចំភ្នាក់ងារសង្កេតការតាមបណ្ដាភូមិព្រមទាំងបានចុះសួរសុខទុក្ខនិងឧបត្ថម្ភថវិកាដល់សមាជិកសម្រាប់ព្យាបាលជំងឺនៅមន្ទីរពេទ្យចូលរួមរំលែកទុក្ខនិងឧបត្ថម្ភថវិកាដល់គ្រួសារសពសមាជិកគណៈបកនៅស្រុកបាទីនៅក្នុងឱកាសនេះដែរឯកឧត្តមប្រធានក្រុមការងារបាននាំយកព្រះបណ្ដាំរបស់ព្រះអម្ចាស់នរោត្តមចក្រខាវុឌ្ឍព្រះប្រធានគណៈបកដែលតែងតែយកប្រតិទុកដាក់ដល់សុខទុក្ខនិងកិច្ចប្រឹងប្រែងរបស់សមាជិកសមាជិកាទាំងអស់នឹងបានផ្ដាំផ្ញើឲ្យសមាជិកសមាជិកាទាំងអស់រួមសាមគ្គីគ្នាបម្រើគណៈបកដើម្បីឧត្តមប្រយោជន៍ប្រជារាស្ត្រនាពេលអនាគតគណៈបកហ៊ុនស៊ិនប៉ិចខេត្តកណ្ដាលក្នុងសប្តាហ៍ទី3ខែឧសភានេះឯកឧត្តមគង់មណ្ឌលប្រធានក្រុមការងារនិងសហការីបានបន្តសកម្មភាពការងារគួរឲ្យកត់សម្គាល់ក្នុងនោះបានចូលរួមរំលែកទុក្ខនិងឧបត្ថម្ភថវិកាដល់គ្រួសារសពដែលជាសមាជិកគណៈបកនិងបានចាត់តំណាងចូលរួមឧបត្ថម្ភថវិកាមួយចំនួនជូនដល់ប្រជារាស្ត្រក្រីក្រនិងសកម្មជនគណៈបកដែលមានជំងឺប្រចាំកាយផងដែរឯកឧត្តមក៏បានចាត់មន្ត្រីជាតំណាងចលនាខ្មែរអ៊ីស្លាមរបស់គណៈបកដើម្បីចុះសួរសុខទុក្ខនិងនាំយកអំណោយសប្បុរសជនរួមមានក្រមាថ្នាំពេទ្យថ្នាំដុសធ្មេញច្រាសដុសធ្មេញនិងសម្ភារៈសិក្សាមួយចំនួនជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សស្ថិតនៅភូមិចំនួន2នៃឃុំកោះខ្សាច់ទន្លាស្រុកស្អាងព្រមទាំងបានចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនខ្មែរអ៊ីស្លាមដែលមានជីវភាពខ្វះខាតនៅក្នុងភូមិបទុមសាគរគណៈបកហ៊ុនស៊ិនប៉ិចខេត្តសៀមរាបក្រោមការដឹកនាំរបស់សហជីវិនលេងដានីបានចាត់តាំងសហជីវិនលូញផាឡាជាតំណាងចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយសមាជិកសមាជិកានៅទីស្នាក់ការគណៈបកក្រុងរុនតាឯកក្នុងឱកាសនោះបាននាំយកនៅសម្ភារៈមួយចំនួនសម្រាប់បម្រើឲ្យទីស្នាក់ការព្រមទាំងបំពាក់បន្ថែមនៅតុទង់ជាតិទង់បកនិងប្រឆាយលក្ខព្រមហាក្សត្រផងដែរបានចាត់តាំងតំណាងនាំយកថវិកាចូលរួមបន្សពសមាជិកគណៈបកឃុំអំពិលស្រុកប្រាសាទបាគង
គណៈបកហ៊ុនស៊ិនប៉ិចខេត្តកំពង់ចាមនាព្រឹកថ្ងៃទី21ខែឧសភាឆ្នាំ2025សហជីវិនមួយសៀងនិងសហជីវិនចនធីតំណាងរបស់ឯកឧត្តមញៀនរ៉ាដែនជាប្រធានក្រុមការងារបោះឆ្នោតខេត្តបានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការប្រតិបត្តិខេត្តដើម្បីពិនិត្យដោះស្រាយបាតុភិបមិនប្រក្រតីនានាដែលកើតមាននាពេលកន្លងមកនិងពិនិត្យបេក្ខភាពភ្នាក់ងារសង្កេតការណ៍ដើម្បីពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025គណៈបកហ៊ុនស៊ិនប៉ិចខេត្តឧត្តរមានជ័យនាថ្ងៃទី25ខែឧសភាឆ្នាំ2025បានបើកកិច្ចប្រជុំដើម្បីបូកសរុបលទ្ធផលការងារស្ដីពីការដាក់បេក្ខភាពភ្នាក់ងារសង្កេតការណ៍ដើម្បីពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025កិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីស្នាក់ការគណៈបកខេត្តក្រោមការដឹកនាំដោយសហជីវិនមួនណារ៉ាប្រធានក្រុមការងារបោះឆ្នោតនិងមានការចូលរួមពីសហជីវិនសនសាទអគ្គលេខាធិការរងប្រតិបត្តិគណៈបកនិងថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិគណៈបកខេត្តក្រុងស្រុកជាច្រើនរូបផងដែរអង្គប្រជុំបានបដិញ្ញាបន្តដាក់ភ្នាក់ងារសង្កេតការណ៍ឲ្យបានគ្រប់ចំនួន24ឃុំសង្កាត់នៅទូទាំងខេត្តឧត្តរមានជ័យក្នុងពេលឆាប់ៗខាងមុខនេះនៅបញ្ចប់កិច្ចប្រជុំមានរៀបចំអាហារសាមគ្គីនិងឧបត្ថម្ភនយោបាយធ្វើដំណើរដល់អ្នកចូលរួមទាំងអស់ក្នុងបរិយាកាសរីករាយនិងសាមគ្គីភាពល្អប្រសើរគណៈបកហ៊ុនស៊ិនប៉ិចខេត្តបាត់ដំបងនៅថ្ងៃទី21ខែឧសភាឆ្នាំ2025សហជីវិនកៅផលគុណប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តនិងសហការីបានចុះត្រួតពិនិត្យនិងលើកស្លាកថ្មីបន្ថែមនៅចំណុចភូមិវត្តគោក្នុងក្រុងបាត់ដំបងកិច្ចការនេះមានការចូលរួមឧបត្ថម្ភពីសហជីវិនចាបសំអឿនសហជីវិនយ៉ាវចន្ទរិទ្ធនិងសហជីវិនមាសសម្បត្តិដែលជាមន្ត្រីគណៈបកនៃខេត្តបាត់ដំបងចំណែកគណៈបកហ៊ុនស៊ុនប៉ិចខេត្តបន្ទាយមានជ័យនៅថ្ងៃទី24ខែឧសភាឆ្នាំ2025ប្រធានប្រតិបត្តិខេត្តនិងសហការីបានចុះសួរសុខទុក្ខនិងឧបត្ថម្ភថវិកាដល់ប្រធានអនុប្រធានប្រតិបត្តិស្រុកអូជ្រៅរួមទាំងប្រតិបត្តិឃុំអូ3ជាន់ដើម្បីជាការលើកទឹកចិត្តដល់ការបំពេញការងារប្រជារាស្ត្រខ្មែរពិតជាបានជ្រាបច្បាស់ថាគណៈបករាជានិយមហ៊ុនស៊ុនប៉ិចពុំមានធនធានសម្បូរបែបដោយគណៈបកដទៃនោះឡើយក៏ប៉ុន្តែទាំងនេះគឺជាទឹកចិត្តចែករំលែករួមសាមគ្គីគ្នាកសាងកម្លាំងរាជានិយមចូលរួមស្ថាបនាសង្គមជាតិនិងជីវភាពប្រជារាស្ត្រដើម្បីភាពចម្រុងចម្រើនសុភមង្គលគ្រប់គ្នាតទៅថ្ងៃអនាគត